សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនបានឃើញដែលខ្ញុំផុសក្នុង channel របស់ខ្ញុំហ្នឹងហើយអញ្ចឹងនេះគឺជាវីដេអូប្រភេទហ្នឹងដែលកំពុងតែ viral នៅលើ TikTok ក៏ដូចជា YouTube Short អីហ្នឹងណាហ្នឹងហើយដែលគេធ្វើរបៀបផ្លែឈើជាលក្ខណៈកញ្ចក់ហើយគេចិត្តហ្នឹងហើយជាប្រភេទ SMR ហ្នឹងហើយវីដេអូប្រភេទហ្នឹងពួកអាមេរិកនិងពួកកូរ៉េគេចូលចិត្តមើលហ្នឹងហើយហើយក៏គេចូលចិត្តធ្វើដែរឥឡូវយើងទៅមើលតិចទៅហ្នឹងហើយអូខេខ្ញុំដាក់ speed លឿនពេកឥឡូវទៅមើលម្ដងទៀតហ្នឹងហើយហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រៀនបងប្អូនធ្វើដែរហ្នឹងហើយក្នុងវីដេអូហ្នឹងខ្ញុំនឹងប្រៀនបងប្អូនធ្វើហ្នឹងហើយកុំឲ្យពិបាកក្នុងវីដេអូនេះខ្ញុំនឹងប្រៀនបងប្អូនធ្វើណាហ្នឹងហើយបងប្អូនពេលដែលធ្វើហើយចង់ហ្នឹងហើយចង់ចិត្តផ្លែឈើអីក៏បានដែរណាហ្នឹងហើយចង់ចិត្តផ្លែឈើអីក៏បានដែរហ្នឹងហើយអញ្ចឹងរបស់ពីរដែលបងប្អូនត្រូវមានទី1គឺ Gemini ហ្នឹងហើយក៏ដូចជា Canva ហ្នឹងហើយ Canva ហ្នឹងតែតបងប្អូនមាន Canva Pro ហ្នឹងហើយ Canva Pro ដោយសារ Canva ឡើយគេបាន update ណាហ្នឹងហើយចូលមកកន្លែង Canva ហ្នឹងមកនេះយក create clip ណាហ្នឹងហើយជា VO3 ដូចគ្នាទេណាហ្នឹងហើយយកនេះមកហ្នឹងហើយ duration យក8ណាហ្នឹងហើយជា VO3 នៅក្នុង Canva ណាតែម្ដងហ្នឹងហើយអញ្ចឹងបងប្អូនមាន Canva ក៏បានមាន VO3 មាន Gemini នេះក៏បានដែរហ្នឹងហើយឬមួយក៏ចូលទៅក្នុង Flow ក៏បានដូចគ្នាដែរហ្នឹងហើយបងប្អូនត្រូវត្រៀមពីរហ្នឹងសម្រាប់បង្កើតវីដេអូហ្នឹងហើយចំពោះការសរសេរ prompt ខ្ញុំនឹងប្រៀនបងប្អូនឲ្យចេះសរសេរ prompt ហ្នឹងហើយខ្ញុំនឹងតម្លាក់ prompt នេះបងប្អូនហ្នឹងហើយដំបូងឡើយបងប្អូននេះសរសេរតាមខ្ញុំហ្នឹងមកចំពោះ prompt ទាំងនេះសម្រាប់បងប្អូនដែលចង់បានខ្ញុំនឹងតម្លាក់នៅក្នុង channel Telegram របស់ខ្ញុំណាហ្នឹងហើយ YouTube បងប្អូនសូម join channel Telegram នៅខាងក្រោម description របស់ YouTube សម្រាប់បងប្អូនដែលមើលទៅតាម TikTok link នៅក្រោម profile TikTok ចំពោះ prompt ទាំងហ្នឹងហ្នឹងហើយបងប្អូនអាចយកទៅដាក់ចូលទៅក្នុង chat GPT បានហើយច្នៃវាទៅតាមចិត្តតាមអ្វីដែលបងប្អូនចង់បានហ្នឹងហើយសរសេរតាមខ្ញុំហ្នឹងមកប៉ុណ្ណឹងមកហ្នឹងហើយប៉ុណ្ណឹងមក copy ដាក់ chat GPT របស់យើងហ្នឹងហើយហើយផ្ញើទៅវាទៅហ្នឹងហើយនេះបងប្អូនអាច copy សរសេរតាមខ្ញុំហ្នឹងមកហ្នឹងហើយទាំង chat GPT វានឹងសរសេរឲ្យយើងហើយហ្នឹងហើយយកខាងនេះមកហ្នឹងហើយវានឹងសរសេរឲ្យយើងវាមានពីរជំរើសឲ្យយើងណាហ្នឹងហើយពេលចេញបែបហ្នឹងហ្នឹងហើយអញ្ចឹងយើងចាំយកអាជំរើសទី1នេះហ្នឹងហើយនេះអញ្ចឹងនេះគឺវានឹងលិះផ្លែឈើចំនួន10មុខឲ្យយើងហ្នឹងហើយបន្ទាប់មកបងប្អូនវាយនេះទៀតមកហ្នឹងហើយខ្ញុំ copy មកទៅកុំឲ្យពិបាកអញ្ចឹងហ្នឹងហើយអូខេ copy ដាក់មកទៀតមកហ្នឹងហើយថែមទៀតមកអូខេថែមទៀតមកអញ្ចឹងវានឹងចេញ detail prompt នីមួយហ្នឹងហើយវានឹងចេញ detail prompt វីដេអូនីមួយដែលយើងចង់ផលិតហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលបានហ្នឹងហើយចំនួន10ផ្លែឈើណាហ្នឹងហើយចំនួន10ផ្លែឈើអូខេហ្នឹងហើយចំនួន10ផ្លែឈើណាហ្នឹងហើយចំនួន10ផ្លែឈើអូខេអញ្ចឹងនៅកន្លែងនេះវាមានអីគេខ្លះឥឡូវយើងទៅមើលតើអស់គ្នាអញ្ចឹងបងប្អូនចាំបានផ្លែឈើអីមាន apple ហ្នឹងហើយ apple ហើយវាដាក់ red ណានៅខាងចុងពណ៌ក្រហម lemon ណាហ្នឹងហើយពណ៌ក្រូចអូខេkiwi ផ្លែ kiwi ហ្នឹងហើយអញ្ចឹងមានផ្លែឈើច្រើនណាហ្នឹងហើយប៉ុន្តែថតថាបងប្អូនចង់បានផ្លែឈើអីផ្សេងទៀតបងប្អូនចូលទៅក្នុង Google Translate របស់យើងមកហ្នឹងហើយកុំឲ្យជន់គេហ្នឹងហើយដូរទៅខ្មែរមកបងប្អូនចង់បានអីគេឧទាហរណ៍ថាពោតទេហ្នឹងហើយពោតមកអូខេពោតណាហ្នឹងអញ្ចឹងយើងដាក់ con មកបងប្អូនគ្រាន់តែវាយតា con មកចាំបានផ្លែឈើផ្សេងទៀតវានឹង list ឲ្យយើងហើយហ្នឹងហើយវានឹង save prompt ឲ្យយើងហើយនេះ save prompt ឲ្យយើងហើយឥឡូវចង់ដាក់មួយណាក៏បានដែរឥឡូវខ្ញុំដាក់ផ្លែពោតនេះមកទៅហ្នឹងហើយផ្លែពោតមកហ្នឹងហើយអញ្ចឹង prompt នេះឧទាហរណ៍ថាអានេះមួយគឺ prompt វីដេអូមួយអញ្ចឹងហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំសូមដាក់ apple មុនខូចក៏បានដែរហ្នឹងហើយដាក់ខូចមកហ្នឹងហើយដាក់ខូចមកអញ្ចឹងបងប្អូនដាក់ចូល VO3 ក៏បានដាក់ចូល Google Gemini នេះក៏បានណាចុចកន្លែងវីដេអូហ្នឹងមកដាក់ចូលមកអូខេនេះឥឡូវយើងចាំមើល result ទាំងអស់គ្នាណាហ្នឹងហើយអញ្ចឹង Google Gemini ក៏បានCanva ក៏បានដែរហ្នឹងហើយ Canva ក៏បានដែរអូខេអញ្ចឹងបងប្អូនអាចផលិតវីដេអូបានណាហ្នឹងហើយបងប្អូនអាចផលិតវីដេអូបានហ្នឹងហើយទៅតាម trend របស់គេណាហ្នឹងហើយតាម trend របស់គេអញ្ចឹងបងប្អូនហ្នឹងហើយមើលតាមអ្វីដែលខ្ញុំប្រាប់មិញហ្នឹងហ្នឹងហើយចង់បានផ្លែឈើមួយណាបកប្រែដាក់ផ្លែឈើមួយហ្នឹងទៅអញ្ចឹងហ្នឹងហើយអញ្ចឹងងាយស្រួលសម្រាប់បងប្អូនមែនតើណាហ្នឹងហើយឥឡូវនេះវីដេអូបានចេញមកហើយឥឡូវយើងទៅមើលតអស់គ្នាណាហ្នឹងហើយបងប្អូនអាចមើលបាននេះណាហ្នឹងហើយចុចកន្លែងណាចុច full screen ណាហ្នឹងហើយនេះបងប្អូនអាចមើលបានហ្នឹងហើយនេះឃើញអត់វីដេអូហ្នឹងហ្នឹងហើយនេះវីដេអូចិត្តខូចហ្នឹងហ្នឹងហើយអញ្ចឹងបងប្អូនអាចថែមថយបានណាហ្នឹងហើយអាចថែមថយបានទៅតាមអ្វីដែលបងប្អូនស្រឡាញ់ណាហ្នឹងហើយនេះវីដេអូចិត្តខូចហ្នឹងហើយអញ្ចឹងហ្នឹងហើយ